ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញរបៀបធ្វើដំណាប់ពទាក្រហមមុននឹងបងនឹងចាក់ក្របវ៉លណាត់ចំនួន200ក្រាមចូលក្នុងថាសរួចមកដុតនៅក្នុងឡដែលមានកម្ដៅហើយស្រាប់160អង្សាសេដុតរយៈពេល10នាទីបន្ទាប់ពីដុតរួចមកយកវាចេញពីឡហើយទុកឲ្យត្រជាក់រួចមកបេះកំទេចសំបកដែលជាប់ក្របវ៉លណាត់នោះចេញហើយទុកមួយឡែកសិនបន្ទាប់មកចាក់ទឹកលាងពទាក្រហមនឹងចំនួន300ក្រាមឲ្យស្អាតរួចមកយកក្របពទានឹងចេញដោយបងប្អូនប្រើសាយោដែកនឹងមកចាក់ចំកណ្ដាលពទាទៅធ្វើឲ្យក្របចេញមកហើយបន្ទាប់មកយកពទាដែលយើងស្កើក្របហើយមុននឹងដាក់ក្នុងម៉ាស៊ីនក្រឡុករួចចាក់ទឹកចំនួន700 ml ចូលក្រឡុកវាឲ្យម៉ត់បន្ទាប់ពីក្រឡុករួចមកចាក់វាចូលទៅក្នុងខ្ទះហើយបើកភ្លើងចង្ក្រានក្នុងកម្ដៅម៉ាក្សយូមនេះជាទឹកស្ករពោតដែលខ្ញុំប្រើចំនួន200ក្រាមចាក់ចូលខ្ទះកូរចូលគ្នាបន្តិចហើយចាក់ស្ប៊ឺសាបនឹងចំនួន45ក្រាមចូលរួចកូរចូលគ្នាឲ្យសព្វម្ដងទៀតបន្ទាប់មកយើងមកលាយទឹកម្សៅឆានៅក្នុងចាននឹងមានម្សៅឆាចំនួន45ក្រាមចាក់ទឹកនឹងចំនួន100 ml ចូលកូរចូលគ្នាឲ្យសព្វហើយចាក់វាចូលទៅក្នុងខ្ទះបណ្ដើរនិងកូរបណ្ដើរដើម្បីកុំឲ្យម្សៅយើងកកជាដុំរួចហើយត្រូវកូរដំណាប់នោះឲ្យជាប់ដៃរហូតដល់ដាច់ទឹកអស់ឥឡូវដំណាប់របស់យើងនឹងបានកូររួចហើយបិទភ្លើងចង្ក្រានហើយចាក់ក្របវ៉លណាត់នឹងចូលរួចច្របល់ចូលគ្នាឲ្យសព្វបន្ទាប់មកចាក់វាចូលទៅក្នុងថាសទំហំ25សង់ទីម៉ែត្រគុណនឹង20សង់ទីម៉ែត្រហើយសង្កត់វាឲ្យណែនទុកឲ្យត្រជាក់រួចមកកាត់វាជាដុំតូចឬធំតាមចំណូលចិត្តជាការស្រេចសូមអរគុណបងប្អូនដែលទស្សនាវីដេអូខ្ញុំពីដើមដល់ចប់សង្ឃឹមថាបងប្អូននឹងចូលចិត្តបើមានសំណួរឬយោបល់អ្វីសូមបងប្អូនសរសេរ comment នៅខាងក្រោមសូមបងប្អូនជួយចុច like share និង subscribe YouTube channel របស់ខ្ញុំដើម្បីជួបគ្នានៅវីដេអូក្រោយៗទៀតអរគុណច្រើនសូមជម្រាបលា